គឺខ្ញុំដែលឲ្យនាងចាក់ចេញពីលោកកុំឲ្យមកតាមតង់លោកទៀតនេះជាលើកទី1ហើយដែលខ្ញុំភូតកុហកអ៊ីហេវយ៉អ្នកស្រីគាត់ហូរឈាមច្រើនណាស់នាងកាន់តែមិនស្ដាប់បង្គាប់ហើយហ៊ានលួចពោពោះដោយគ្មានការអនុញ្ញាតផងលោកប្រធានយីតើយើងគួរបញ្ជូនអ្នកស្រីទៅមន្ទីរពេទ្យទេមិនបាច់ទេក្មេងនេះមិនគួរកើតមកលើលោកនេះឡើយទុកវាក៏គ្មានប្រយោជន៍អ្វីដែរបញ្ជូនអ្នកស្រីទៅបន្ទប់សម្រាលកូនទៅកូនរបស់ខ្ញុំឈឺពោះណាស់លេងខ្ញុំចេញទៅជួយកូនរបស់ខ្ញុំផងបងយីជួយកូនរបស់យើងផងបងយីលោកប្រធានយីមិនចង់បានក្មេងនេះទេបើគ្មានបញ្ជារបស់គាត់គ្មានអ្នកណាហ៊ានជូនអ្នកទៅមន្ទីរពេទ្យឡើយអ្នកគួរតែស្ដាប់បង្គាប់ទៅហើយនៅទីនេះដើម្បីសេចក្ដីគិតពីកំហុសចុះខ្ញុំគ្រាន់តែចង់បានកូនម្នាក់ចង់បានកូនដែលជារបស់ពួកយើងអ៊ីហេវយ៉ាដោយសារតែបងមិនចង់ស្លាប់ទើបសំបីតែសិទ្ធិពពោះក៏ខ្ញុំគ្មានដែរមែនទេឥឡូវនេះដើម្បីតែមនោសញ្ចេតនារបស់រួនវ៉ាន់បងថែមទាំងមិនខ្វល់ពីជីវិតរបស់ខ្ញុំទៀតលោកគ្រូពេទ្យតើកូនរបស់ខ្ញុំយ៉ាងម៉េចហើយកូនរបស់ខ្ញុំពិតជាបាត់បង់មែនមើលទៅខ្ញុំនឹងហាវយូក៏ឈានដល់ទីបញ្ចប់ដែរនេះជាលើកទី2ដែលខ្ញុំបានជួបលីនស៊ឺឈីលើកដំបូងគឺនៅក្នុងកម្មវិធីជប់លៀងពាណិជ្ជកម្មមួយលីនស៊ឺឈីគឺជាកញ្ញាលីនកញ្ញាលីនមានការអីមែនទេ
លោកស្រីយេសូមមេត្តាមើលប្តីរបស់លោកស្រីឲ្យបានល្អផងខ្ញុំមិនចូលចិត្តគាត់ទេគាត់បានបង្កការរំខានយ៉ាងខ្លាំងដល់ជីវិតរបស់ខ្ញុំតាមពិតកូនឆ្មាតូចគួរឲ្យស្រឡាញ់ដែល Have you តែងតែរំលឹកដល់នោះគឺជាស្បែករបស់នាងសោះកញ្ញាលៀនប្តីរបស់ខ្ញុំគ្រាន់តែពេញចិត្តនឹងទេពកោសល្យគំនូររបស់កញ្ញាទើបចង់វិនិយោគលើកញ្ញាប៉ុណ្ណោះយ៉ាងណាមិញកញ្ញាមានបញ្ហាភ្នែកឆ្វេងតាំងពីកំណើតប៉ុន្តែមានទេពកោសល្យសិល្បៈខ្ពស់ណាស់កញ្ញាអាចឈរនៅលើឆាកដែលខ្ពស់ជាងនេះបានតែហេតុអ្វីមកធ្វើជាអ្នកបម្រើនៅទីនេះទៅវិញចំពោះរឿងផ្សេងទៀតកញ្ញាកុំគិតច្រើនអីប្តីរបស់ខ្ញុំស្រឡាញ់ខ្ញុំខ្លាំងណាស់គ្រប់យ៉ាងគឺមកពីខ្ញុំដែលគិតតែម្នាក់ឯងលោកស្រីយេលោកស្រីឲ្យខ្ញុំចាក់ចេញខ្ញុំក៏ចាក់ចេញហើយកំហុសមិនគួរធ្លាក់លើក្រុមគ្រួសារទេហេតុអ្វីលោកស្រីរកមនុស្សមកគំរាមកំហែងឪពុកម្ដាយរបស់ខ្ញុំបើលោកស្រីគ្រប់គ្រងប្តីខ្លួនឯងមិនបានតើចាំបាច់មកធ្វើបាបអ្នកដែលខ្សោយជាងបែបនេះមែនទេកាលពីមុនខ្សែភ្នែកដែលយេ Have you សម្លឹងមកខ្ញុំក៏មានភាពទន់ភ្លន់បែបនេះដែរសឹងតែមិនដកភ្នែកចេញ